Trong ba xong chỉ điệp số đó dùng nét bóng ổn cho nó thế là trong cái sơ lạnh này trong chọc về sự kri ọc quân prong được hay đi tại dương bàn bộ đồ kri krat phải một cùng bóng này trong có ọc quân ọc ra chìm sạc bóng đại tại bóng trong bàn phải tiền thì cái lại ở trong bàn bộ krat phải một cùng bóng showroom cho mùi nó bóng phá ôn thằng ọc nên là tiền loạt thì mình tình đi nó bóng phá ôn lại bàn showroom tam thì zoom tam thì Facebook ផងដែរខ្ញុំអរគុណដល់ព្រះអង្គហើយថ្ងៃនេះយើងនឹងឲ្យជាថ្ងៃដែលនៅសហរដ្ឋអាមេរិកនេះគេធ្វើពិធីរំលឹកមួយគឺជាពិធីរំលឹកអំពីគុណរបស់ឪពុកបាទដែលយើងហៅថាទិវាបិតាជាសូមសួស្តីទិវាបិតាហើយ Happy Father's Day អរគុណដល់ព្រះអង្គដើម្បីនឹងជាការមួយដើម្បីនឹងអបអរសាទរនិងរំលឹកអំពីគុណរបស់ឪពុកខ្ញុំសូមអានព្រះរាជបន្ទូលរបស់ព្រះអង្គគឺជាសេចក្តីបង្រៀនរបស់ព្រះអង្គចាស់ព្រះយេស៊ូវដែលព្រះអង្គទ្រង់បង្រៀនជាពាក្យប្រៀបធៀបជាសាច់រឿងប្រៀបធៀបអំពីកូនពៅខ្ជះខ្ជាយឬក៏យើងអាចឲ្យចំណងជើងថាកូនពៅដែលបានបាត់ទៅហើយបានត្រឡប់រកឃើញវិញបាទគឺនៅក្នុងព្រះគម្ពីរលូកាចំពោះ15ខ11ទៅដល់ខ24ព្រះយេស៊ូវទ្រង់ក៏មានបន្ទូលថាមានបរិសម្នាក់មានកូន2កូនពៅនិយាយទៅឪពុកថាសូមលោកឪពុកប្រគល់ចំណែកមរតកដែលចែកដល់ខ្ញុំនោះមកគាត់ក៏ចែកទ្រព្យនោះដល់កូនក្រោយបន្តិចមកកូនពៅប្រមូលទាំងអស់ចេញទៅឯស្រុកឆ្ងាយហើយបង្ហិនទ្រព្យទៅដោយលបែងដ៏ហួសខ្នាតកាលបានចាយអស់រលីងហើយនោះកើតមានអំណត់ជាខ្លាំងនៅស្រុកវាក៏មានសក្តីទាល់ក្ររួចទៅបំរើអ្នកស្រុកនោះម្នាក់ហើយគេប្រើឲ្យទៅឯវាលខ្វៀលហ្វូងជ្រូកវាមានចិត្តចង់ចំអែតពោះដោយសម្បកដែលជ្រូកស៊ីណាស់តែគ្មានអ្នកណាឲ្យសោះកាលវេលាញាក់ដឹងខ្លួននោះក៏គិតថាឪពុកអញមានជើងឈ្នួលប៉ុន្មានសត្វតែមានអាហារបរិភោគគ្រប់គ្រាន់តែនៅទីនេះអញចិត្តដាច់ពោះស្លាប់ហើយអញនឹងក្រោកឡើងទៅនិយាយនឹងគាត់ថាលោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះហើយនឹងលោកឪពុកមែនខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេសូមទទួលខ្ញុំទុកដូចជាឈ្នួលលោកឪពុកវិញចុះនោះវាក៏ក្រោកឡើងដើរទៅលុះឪពុកឃើញពីចម្ងាយហើយក៏មានចិត្តអាណិតមេត្តាហើយរត់ទៅអោបថើបវាទើបវានិយាយថាលោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះហើយនឹងលោកឪពុកមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេតែឪពុកប្រាប់ពួកបាវគាត់ថាចូលយកអាវល្អបំផុតចេញមកបំពាក់ឲ្យហើយយកចិញ្ចៀននិងស្បែកជើងមកឲ្យផងរួចយកកូនគោដែលបំពន់មកសម្រាប់ចុះយើងនឹងបរិភោគឲ្យសប្បាយល្បិតកូនអញនេះបានស្លាប់ឥឡូវរស់ឡើងវិញក៏បាត់ទៅហើយបានរកឃើញមកវិញនោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅអរគុណព្រះអង្គនៅព្រះរាជបន្ទូលរបស់ព្រះអង្គលោកអ្នកបងប្អូននេះគឺជារឿងប្រៀបប្រដូចមួយដែលព្រះអង្គម្ចាស់ព្រះយេស៊ូវព្រះអង្គទ្រង់យករឿងលើកជារឿងអំពីកូនប្រពៅខ្ជះខ្ជាយឬក៏កូនប្រពៅដែលបានបាត់ទៅហើយក៏រកឃើញវិញលោកអ្នកបងប្អូនឪពុកនៅក្នុងសាច់រឿងនេះគឺជាឆាយាគឺជាតំណាងព្រះហើយសេចក្តីបង្រៀននៅក្នុងសាច់រឿងនេះ
គឺបានបង្រៀនយើងអំពីតម្លៃមួយចំនួនដែលតាក់ទងទៅនឹងការចិញ្ចឹមបីបាច់ថែរក្សាកូនលោកអ្នកបងប្អូនយើងជាឪពុកហើយយើងជាអ្នកគ្រីស្ទានត្រូវយកតម្រាប់តាមគំរូរបស់ឪពុកនៅក្នុងរឿងប្រៀបប្រដូចនេះយើងខ្ញុំនឹងដាក់ចំណងជើងតែមានចំណងជើងថាលក្ខណៈសម្បត្តិរបស់ឪពុកជាគ្រីស្ទានហើយយើងយកសាច់រឿងប្រៀបប្រដូចអំពីកូនប្រុសពៅខ្ជះខ្ជាយឬក៏កូនប្រុសដែលវង្វេងទៅហើយក៏បានរកឃើញត្រឡប់មកវិញដើម្បីនឹងជាមេរៀនសម្រាប់យើងទាំងអស់គ្នាដែលជាឪពុកដែលជាកូនផងដែរឲ្យយើងបានយល់បានដឹងថាសាច់រឿងដែលព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់មានបន្ទូលនោះតើមានន័យយ៉ាងដូចម្ដេចហើយខ្ញុំចែកលក្ខណៈសម្បត្តិឪពុកជាគ្រីស្ទានហ្នឹងជា4ផ្នែកផ្នែកទី1គឺឪពុកអត់ធ្មត់បាទឪពុកជាអ្នកគ្រីស្ទានហ្នឹងគឺជាឪពុកដែលមានចិត្តអត់ធ្មត់ឪពុកស្រឡាញ់ឪពុកជាអ្នកគ្រីស្ទានហ្នឹងគឺត្រូវតែជាឪពុកម្នាក់ដែលស្រឡាញ់កូនឪពុកអត់ទោសឪពុកជាអ្នកគ្រីស្ទានហ្នឹងគឺយើងធ្វើយ៉ាងណាឲ្យយើងត្រឡប់ទៅជាឪពុកម្នាក់ដែលចេះអត់ទោសមានចិត្តមេត្តាករុណាសន្តោសដល់កូនរបស់ខ្លួនយើងមិនត្រឹមតែប៉ុណ្ណោះនៅចំណែកទី4យើងនឹងសិក្សារៀនសូត្រអំពីឪពុកជាអ្នកគ្រីស្ទាននឹងគឺជាឪពុកដែលមានអធិភាពរបស់ផងគាត់នៅក្នុងការថែរក្សាប្រលឹងរបស់ផងកូនលោកអ្នកបងប្អូននៅពេលថាអធិភាពនេះគឺភាសាអង់គ្លេសថា priority ឲ្យយើងជាឪពុកសូមឲ្យយើងទុកជាទី1នៅក្នុងជីវិតរបស់ផងយើងគឺការថែរក្សាប្រលឹងកូនរបស់ផងយើងកុំឲ្យកូនរបស់ផងយើងធ្លាក់ទៅក្នុងលោកីឡើយត្រូវចេះនាំកូនត្រូវចេះថែរក្សាកូនឲ្យគេនៅតែជាមួយនឹងព្រះហើយនៅតែមានសេចក្តីជំនឿជឿលើព្រះសូមអ្នកបងប្អូនបានសម្រុបចិត្តយើងនៅឋានជាមួយនឹងគ្នាគោរពបិតាដែលគុំឋានសួគ៌គ្រូប្រំចាស់ឲ្យអរគុណដល់ព្រះអង្គបានប្រទានប្រពរជាបរិបូរណ៍ដល់ទុំគុំយើងខ្ញុំទាំងអស់គ្នាឲ្យមានអាយុជីវិតរហូតមកដល់សប្តាហ៍ថ្ងៃនេះហើយព្រះអង្គក៏ប្រមូលក៏ត្រាស់ហៅទុំគុំយើងខ្ញុំឲ្យបានមកប្រកបគ្នានៅទីនេះហើយក៏មានបងប្អូនបានចូលរួមតាម Zoom និងតាម Facebook ផងដែរសម្រាប់ដើម្បីនឹងក្រាបថ្វាយបង្គំព្រះអង្គថ្វាយសិរីល្អដល់ព្រះអង្គចាស់ហើយឱកាសនេះដែលទុំគុំយើងខ្ញុំថ្វាយបង្គំព្រះអង្គដោយចែកចាយនិងស្ដាប់ព្រះរាជបន្ទូលរបស់ព្រះអង្គក៏សូមព្រះវិញ្ញាណបរិសុទ្ធជួយដល់ទុំគុំយើងខ្ញុំទាំងអស់គ្នាឲ្យទុំគុំយើងខ្ញុំបានយកព្រះរាជបន្ទូលដែលជាសេចក្តីបង្រៀនរបស់ព្រះអង្គនៅក្នុងឱកាសនេះមកអនុវត្តនៅក្នុងជីវិតជារៀងរាល់ថ្ងៃរបស់ទុំគុំយើងខ្ញុំផងដែរមិនត្រឹមតែប៉ុណ្ណោះក៏ចែកចាយដល់អ្នកឯទៀតដែលនៅជុំវិញទុំគុំអរគុណដល់ទ្រង់ណាទុំគុំសូមថ្វាយការដែលទុំគុំយើងខ្ញុំចែកចាយនិងស្ដាប់ព្រះរាជបន្ទូលរបស់ព្រះអង្គនៅក្នុងឱកាសនេះក្នុងព្រះនាមដ៏មានអំណាចវិចេស្លាគឺជាព្រះនាមនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គនៅលក្ខណៈសម្បត្តិរបស់ឪពុកជាអ្នកគ្រីស្ទានរបស់ôngគឺឪពុកលោកមានការអត់ធ្មត់បាទឪពុកដែលជាអ្នកគ្រីស្ទានគឺលោកមានការអត់ធ្មត់គ្រប់ជំពូកប្រយោជន៍ដើម្បីនឹងថែរក្សាការពារចិញ្ចឹមកូនដូចជានៅក្នុងសាច់រឿងដែលខ្ញុំបានអានអំពីកូនពៅដែលគាត់ខ្ជះខ្ជាយទ្រព្យសម្បត្តិរបស់ឪពុកឬមួយក៏កូនពៅនឹងគាត់ក៏វែងចេញពីឪពុកគឺនៅក្នុងព្រះគម្ពីរលូកាចំពោះ15ខ12បានប្រាប់ដល់យើងថាពេលនោះឯងកូនរបស់ផងគាត់ដែលជាកូនពៅនោះគឺសុំចំណែករបស់ផងខ្លួនដែលជាមរតកដែលខ្លួនត្រូវបាននោះដែលឪពុកត្រូវចែកនៅលោកអ្នកបងប្អូននេះឱកាសនោះឪពុកមិនទាន់នឹងចែកផង
ឃើញទេឪពុកនោះមិនទាន់នឹងចែកទ្រព្យសម្បត្តិនឹងផងក៏ប៉ុន្តែកូនពៅនិយាយទៅឪពុកថាសូមលោកឪពុកប្រគល់ចំណែកមរតកដែលត្រូវដល់ខ្ញុំនោះមកគាត់ក៏ចែកទ្រព្យសម្បត្តិដល់កូនលោកអ្នកបងប្អូនបើយើងពិចារណាបន្តិចទៅទ្រព្យសម្បត្តិរបស់ឪពុកក៏ដូចជាទ្រព្យសម្បត្តិរបស់ផងកូនផងដែរពីព្រោះអ្វីដែលឪពុកមានដែលជាទ្រព្យសម្បត្តិរបស់ផងខ្លួននោះក៏ជាទ្រព្យសម្បត្តិរបស់កូនផងដែរអាមែនចុះហេតុអីបានជាកូននឹងខំទៀមទាឲ្យឪពុកនឹងចែកមរតកដល់ខ្លួនដែលជាចំណែករបស់ផងខ្លួនកន្លែងនេះលោកអ្នកបងប្អូនnàyយើងមើលលោកឪពុកឃើញកូនសុំទាដូច្នោះក៏ចែកឲ្យក៏ប៉ុន្តែនៅក្នុងចិត្តរបស់ផងលោកគិតថាអ្វីដែលជារបស់ផងលោកគឺជារបស់កូនហើយកូនមានសិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិលុយកាក់ដែលឪពុកមានតាមបំណងរបស់ផងខ្លួនដែលខ្លួនត្រូវការប្រើក្នុងកិច្ចការណាដែលល្អសម្រាប់ជីវិតរបស់ផងខ្លួនក៏ប៉ុន្តែមិនដូច្នោះឡើយកូនទ្រាទ្រព្យសម្បត្តិនោះឯងហើយក៏យកទ្រព្យសម្បត្តិនោះចាក់ចេញពីឪពុកទៅឪពុកលោកអត់ធ្មត់ដល់លោកអ្នកបងប្អូនលោកអត់ធ្មត់នឹងការហ្នឹងណាមិនស្ដីបន្ទោសមិននិយាយគំរោះគំរើយដល់កូនទេគឺអត់ធ្មត់សុខចិត្តចែកទ្រព្យសម្បត្តិហ្នឹងសុខចិត្តចែកទ្រព្យសម្បត្តិហ្នឹងទៅកូននេះហើយដែលជាលក្ខណៈមួយរបស់ឪពុកជាអ្នកគ្រីស្ទានសូមឲ្យយើងមានចិត្តអត់ធ្មត់ក៏ដូចព្រះដ៏ជាប្រវោបបិតានៃយើងរាល់គ្នាព្រះអង្គអត់ធ្មត់នឹងយើងណាលោកអ្នកបងប្អូនទោះបីយើងធ្វើអំពើបាបយ៉ាងណាក៏ដោយតែព្រះអង្គនៅតែមានសេចក្តីមេត្តាព្រះអង្គនៅតែស្រឡាញ់ដល់យើងទាំងអស់គ្នាព្រះអង្គតែងតែអត់ទោសដល់យើងទាំងអស់គ្នាពីព្រោះអីពីព្រោះព្រះអង្គទ្រង់អត់ធ្មត់នេះគឺជាលក្ខណៈមួយដែលលោកអ្នកបងប្អូនហើយនឹងខ្ញុំដែលយើងជាឪពុកយើងត្រូវមានចិត្តអត់ធ្មត់ហើយការដែលយើងមានចិត្តអត់ធ្មត់នោះឯងដែលបង្ហាញឲ្យយើងបានដឹងថាយើងជាអ្នកដែលជឿលើព្រះអង្គយើងជាអ្នកដើរតាមព្រះអង្គយើងជាអ្នកយកតម្រាប់តាមព្រះអង្គលោកអ្នកបងប្អូនព្រះអង្គចាស់ព្រះយេស៊ូវគេវាយគេធ្វើបាបព្រះអង្គគេមាក់ងាយព្រះអង្គតែព្រះអង្គទ្រង់អត់ធ្មត់ឃើញទេមិនត្រឹមតែប៉ុណ្ណោះទេព្រះអង្គទ្រង់មើលឃើញទៅអនាគតព្រះអង្គមានអំណរក្នុងការដែលព្រះអង្គទ្រង់យាងមកលើផែនដីនេះដើម្បីនឹងទាញលោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យចេញពីអំពើបាបឲ្យបានត្រឡប់ទៅជាកូនរបស់ព្រះអង្គវិញដូច្នេះលោកអ្នកបងប្អូនព្រះនៃយើងព្រះអង្គទ្រង់អត់ធ្មត់នឹងយើងហើយយើងក៏ដូចគ្នាដែរជាឪពុកក៏យើងមានការអត់ធ្មត់នឹងកូនរបស់យើងផងដែរលោកអ្នកបងប្អូននៅក្នុងព្រះគម្ពីរលូកាចំពុក15ខ31នៅពេលដែលកូនច្បងនោះឃើញឪពុកយកសម្លៀកបំពាក់យកខោយកអាវយកចិញ្ចៀនយកមកបំពាក់ឲ្យកូនហើយឃើញឪពុកទៅអោបទៅថើបកូនពៅដែលកូនពៅបែរត្រឡប់មកវិញនោះហើយមិនត្រឹមតែពេលនោះធ្វើពិធីជប់លៀងឲ្យកូនពៅនឹងទៀតហើយកូនបងនោះទៅជាចំណែកក៏ប៉ុន្តែលោកឪពុកលោកបានប្រាប់ទៅកូនច្បងនោះថាឪពុកក៏តបថាកូនណៃ
anh ban nơi cho môi nâng anh chi đỏ ra ai rồi bỏ anh tem phần màn có chi rồi bỏ anh đại cái này lúc nào bỏ lúc ở thầm một năm lúc ở thầm một năm con phơi sông chạy mờ đỏ cái áo mờ đỏ con bong chân này bị rương trọc sầm bát đại ao từ con phơi hay con phơi vô từ bồng phản ở bụng của Prater con bong mình thật trọc sầm bát từ bọc phần anh có chia trọc sầm bát từ bọc phần anh đại lúc nào bong phôn này dương chân nhạc Christian dương chân con Prang trung riêng trong mơ đỏ tục ai lúc nè bom ôn hai này nhung mơ đỏ rồi bỏ bè chia mơ đỏ rồi bỏ vào ông cha per Giêsu có đôi chia mơ đỏ rồi bỏ dương tận học kia phòng này anh ấy tận nó mũi cứ chia sẻ đây là người riêng mũi đỏ dương tận học kia ao dương miên nằm nò để dương bàn khai chỉ tôn bỏ phần bè dương nằm bàn ta tu mơ đỏเอาไว้ได้พระองค์เจ้าพระเยซูตรงนี้มรดกแต่ของบาบานคือก่อเชื่อมรดกระบบพันยืนได้จึงออกคุณเราพระองค์นี่คือเชื่อข้อกับปีมวยตีสำหรับเลือกตึกจัดลงนักบองโอนให้ในขยมกันมาลุกนักบองโอนให้ในขยมตลอดเชื่อปุ๊บได้เชื่อปัดหมดนู่นคือลุกนักบองโอนเมียนพอลไปแต่งประปูนยางให้ก็มีนพอลไพรอันปีกอัดหมดน้องมุ้ยได้ในขนมจำลองพอลไพรแต่งประปูนยางเนื้อไอข้างไอวิญญาณนงแต่คำปีกลาตีจะพูดพรำคอมาพี่ปีแต่เราคอมาพี่บูดมันปรับต่อยืนผ่าไอพอลไพรในเปรียบวิญญาณมันนุกคือสกัดได้สลายหลังอมน้อมวิตรีอัดมุดสุดเอียบสับปะรดสมองตรังสโลบดให้ดังขนาดวิลกรับวินัยนาโตหนึ่งสกัดอย่างนุกเตหอยอ้อเนนาได้ชี้ระบบพองประกฤษนุกบานการสักเชียมหอยโปร่งแตงสกัดรุมจูลหนึ่งสกัดปองปัฒนาแตงของมาพองนุกแตงต้องโปร่งยืงชี้ระบบพองประกฤษเอายืงให้ชี้ระบบพองประกฤษเอาไว้ได้เจริญวิสัชชีนเอาไว้ได้เจริญสกัดขนนขนันเอาไว้ได้เจริญสกัดกรุดเกลียนสายมองบ้านจบกลางจีมวยหนึ่งพระองค์จับพระเยซูจะไอให้บ้านจีลูกเนี่ยบางพระองค์ให้ยมลืมที่ปุกยืนไรตายเมียนจัดอัดมุดจีมวยหนึ่งโกนระบบพันยืนตัวใบกิบานเฟื่อใบชมพูยืนอย่างน่ากันเอาก็ยืนเจ็บอัตมุจะให้ปานเชียtrongเคยยังพวกเมฆนมตะกวัดจะถือก้มท่าเอาอย่างไม่กระดอยก้อนนั้นเงียบให้เงียบได้ปิดด่าเมื่อก้นมันเนี่ยขมิ้นหินหมดทมต่อกว่าก็ปันปลายปืนกว่าจะถือได้กว่าปิบาขนมการุณเนยโยนิโยนุไอ้โกงก็เวียนสมได้คำรู้คำเรื่องได้กว่าตายกว่าอัดเมียนต่อมุนมัดต่อตัวมุนได้ปีปลูไอ้ปีปลูกว่าอัดหมดนี่เชื่อคำรู้มวยเราขยมได้เชื่อโกงภาษาของลูกดับองโผสักได้อัดหมดตะบอกพันแปรยืนเตยตายโยกคำรู้ตามบอกพระเจ้าดำไปยืนเชื่อกงรู้ดอกโกงระบบพันยืนนั่งดอกออกเนี้ยในกำปงแต่รู้เนื้อจงวินชื่อบอกทองไปลูกนักบองโผเตยลูกนักบองโผจำเด็กน้องคอมาไปบุญบอกออกเนี้ยนาได้จีระบบพร้อมเป็นกันนุกบานชการใส่เชี่ยวโปร่งจางสกัดรุ่มจูลนั่งสกัดปองปัฒนาเตียงออกมากำพังกำฮอลกำหายการลบหล่นแต่ได้จีจัดข้างไอ้สักเชียม
បានឆ្កាងជាមួយនឹងព្រះគ្រីស្ទដូច្នេះលោកអ្នកបងប្អូនហើយនឹងខ្ញុំដែលយើងមានសេចក្តីអត់ធ្មត់នោះមានន័យថាយើងជារបស់ផងព្រះគ្រីស្ទហើយអេមែនអរគុណព្រះអង្គនេះជាលក្ខណៈទី1ឪពុកដែលជាអ្នកគ្រីស្ទានត្រូវតែជាអត់ធ្មត់ទី2ឪពុកជាអ្នកគ្រីស្ទានជាឪពុកដែលមានសេចក្តីស្រឡាញ់ដល់កូនយើងមើលនៅក្នុងព្រះគម្ពីរលូកាដែលយើងបានអានជាមួយនឹងគ្នាហើយខ្ញុំអានម្ដងទៀតគឺនៅក្នុងព្រះគម្ពីរលូកាជំពូក15ខ20ទៅដល់ខ26លុះវាក្រោកឡើងដើរទៅលុះឪពុកឃើញពីចម្ងាយក៏មានចិត្តអាណិតមេត្តាហើយរត់ទៅអោបថើបពីលោកអ្នកបងប្អូនពេលដែលកូនពៅនោះឯងវាយកទ្រព្យសម្បត្តិទៅបំផ្លាញហើយធ្លាក់ខ្លួនទៅជាអ្នកតល់ក្ររោគតែចំណីអាហារទទួលទានមិនបានពេលនោះឯងកូនពៅក៏នឹកឃើញក៏ដឹងខ្លួនថាខ្លួនបានធ្វើបាបជាមួយនឹងព្រះហើយក៏បានធ្វើបាបជាមួយនឹងឪពុកខ្លួនពីព្រោះគាត់គិតឃើញថាសូម្បីតែឈ្នួលរបស់ឪពុករបស់ផងខ្លួនក៏មានមហូបចំណីទទួលទៀតប៉ុន្តែចំពោះគាត់វិញសូម្បីតែមហូបបន្តិចបន្តួចក៏គ្មានទទួលទៀតផងដែរណាភ្ញាក់ខ្លួនក៏ត្រឡប់ទៅឪពុកវិញនោះឪពុកគ្រាន់តែឃើញកូនត្រឡប់មកឪពុករត់ពីចម្ងាយដោយមានចិត្តអាណិតមេត្តាហើយរត់ទៅអោបថើបនេះបង្ហាញអំពីសេចក្តីស្រឡាញ់ដែលឪពុកមានដល់កូនសូម្បីតែកូនមិនទាន់ហាមាត់និយាយសុំទោសអីផងតែឪពុកតែមានចិត្តស្រឡាញ់ដល់កូនគឺកូនត្រឡប់មកវិញរត់ទៅរកកូនអោបហើយថើបអស្ចារ្យណាស់លោកអ្នកបងប្អូនសេចក្តីស្រឡាញ់បែបនេះគឺមិនមែនជាសេចក្តីស្រឡាញ់ធម្មតាទេធម្មតាបើកូនរបៀបនេះយើងសឹងថាមិនឲ្យវាចូលផ្ទះផងណាមិនឲ្យវាមកជន់ផ្ទះយើងផងក៏ប៉ុន្តែដោយសារសេចក្តីស្រឡាញ់ឪពុកមានចិត្តអាណិតមេត្តាហើយរត់ទៅអោបហើយថើបកូនខ21ទើបវានិយាយថាលោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះហើយនឹងលោកឪពុកខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេតែឪពុកប្រាប់ពួកបើគាត់ថាចូលយកអាវល្អបំផុតចេញមកបំពាក់ឲ្យហើយយកចិញ្ចៀននិងស្បែកជើងមកផងមិនត្រឹមតែប៉ុណ្ណោះឲ្យយកកូនគោដែលបានបំពន់មកសម្រាប់ចុះហើយនឹងធ្វើពិធីជប់លៀងទទួលទានយ៉ាងអសប្បាយពីព្រោះកូនបានត្រឡប់មកបង្ហាញសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ឪពុកចំពោះកូនក៏ដូចគ្នាដែរលោកអ្នកបងប្អូនព្រះនៃយើងជាព្រះនៃសេចក្តីស្រឡាញ់មិនមែនយើងស្រឡាញ់ព្រះអង្គទេតែព្រះអង្គទ្រង់ស្រឡាញ់យើងជាមុនហើយដូច្នេះហើយបានជាព្រះអង្គទ្រង់ជាព្រះយាងមកយកនិស្ស័យជាមនុស្សស៊ូបូជាអង្គទ្រង់បូជាប្រជញ្ញជីវិតរបស់ព្រះអង្គស្លាប់ជំនួសយើងពីព្រោះអ្វីឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់តែព្រះដោយសារតែសេចក្តីស្រឡាញ់ព្រះអង្គទ្រង់មិនឲ្យយើងស្លាប់ទេតែអស់អ្នកណាតែទទួលព្រះអង្គប្រទានឲ្យមានជីវិតអស់កលជានិច្ចវិញយើងមិនអាចធ្វើអ្វីប្រយោជន៍ដើម្បីឲ្យយើងបានទទួលជីវិតអស់កលជានិច្ច
ដែលជាជីវិតរបស់ផាន់ព្រះនៅទេក៏ប៉ុន្តែគឺជាសេចក្តីស្រឡាញ់សេចក្តីមេត្តាករុណារបស់ព្រះអង្គដែលជាព្រះគុណរបស់ព្រះអង្គទ្រង់ដែលព្រះអង្គទ្រង់បានប្រទានសេចក្តីសង្គ្រោះដល់លោកអ្នកបងប្អូនហើយនឹងខ្ញុំដែលបង្ហាញអំពីសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ព្រះអង្គដល់យើងគ្មានសេចក្តីស្រឡាញ់ឯណាធំជាងសេចក្តីស្រឡាញ់អាកាពេរបស់ផាន់ព្រះបានឡើយយើងអរគុណដល់ព្រះអង្គព្រះគម្ពីរពេត្រុសខ្សែទី1ចំពោះ4ខ7តែមុនដំបូងបង្អស់ត្រូវឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់គ្នាឲ្យអស់ពីចិត្តល្បិតសេចក្តីស្រឡាញ់និងគ្របបាំងអំពើបាបជាអត្ថន័យអត្ថន័យឪពុកស្រឡាញ់ដល់កូនពៅមិនប្រកាន់ទោសកូនពៅដែលវាយកទ្រព្យសម្បត្តិទៅបំផ្លាញឃើញកូនមកមានអំណរអសប្បាយទៅអោបកូនទៅថើបកូនហើយគេយកសម្លៀកបំពាក់ដ៏ល្អយកចិញ្ចៀនយកស្បែកជើងមិនត្រឹមតែប៉ុណ្ណោះធ្វើពិធីជប់លៀងឲ្យកូនបញ្ជាក់ឲ្យឃើញថាសេចក្តីស្រឡាញ់របស់ឪពុកបានគ្របបាំងអំពើបាបរបស់កូនពៅរបស់ព្រះអង្គយើងអរគុណដល់ព្រះអង្គយើងអរគុណព្រះអង្គនេះក៏ជាការមួយដែលយើងនឹកទៅដល់ព្រះអង្គម្ចាស់ជាព្រះនៃយើងព្រះអង្គស្រឡាញ់លោកអ្នកបងប្អូនហើយនឹងខ្ញុំព្រះអង្គទ្រង់មិនបានឃើញព្រះអង្គមិនបានគិតអំពីអំពើបាបរបស់លោកអ្នកបងប្អូនហើយនឹងខ្ញុំទេបងប្អូនបានដឹងអំពីព្រះគម្ពីរយូហានចំពុក3ខ16ល្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ហើយបងប្អូនចិត្តឯងហើយបានជឿព្រះអង្គទ្រង់ស្រឡាញ់មនុស្សទាំងអស់ទោះបីគេជឿព្រះអង្គក្តីមិនជឿព្រះអង្គក្តីព្រះអង្គនៅតែស្រឡាញ់គេព្រះអង្គនៅតែស្រឡាញ់គេល្បិតសេចក្តីស្រឡាញ់នោះគ្របបាំងនៅអំពើបាបរបស់ផាន់គេមិនអាចផ្ដាច់សេចក្តីស្រឡាញ់របស់ផាន់ព្រះចំពោះមនុស្សទាំងអស់នោះឡើយខ្ញុំអរគុណដល់ព្រះអង្គព្រះគម្ពីរកាឡាទីដដែលនឹងឯងលោកអ្នកបងប្អូនផលផ្លែនៃព្រះវិញ្ញាណទាំង9សេចក្តីស្រឡាញ់ក៏មានមួយនៅក្នុងនោះដែរណាតែផលផ្លែខាងព្រះវិញ្ញាណវិញគឺជាសេចក្តីស្រឡាញ់អំណរមិត្តរីអត់មុតសភាពសោកប្រស្រួលលោកអ្នកបងប្អូនមកលោកអ្នកបងប្អូនមានសេចក្តីស្រឡាញ់នៅក្នុងខ្លួនលោកអ្នកបងប្អូនជារបស់ផងកាគ្រីស្ទល្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបទាំងអស់ហើយសេចក្តីស្រឡាញ់ក៏ជាផលផ្លែជាផលផ្លែនៅក្នុងផលផ្លែនៃព្រះវិញ្ញាណទី3អត់ទុកឪពុកជាអ្នកគ្រីស្ទានគឺជាឪពុកដែលមានចិត្តអត់ទុកកាលណាយើងនិយាយអំពីអត់ទុកពីបានណាលោកអ្នកបងប្អូនពីបាននឹងធ្វើណាបើមានអ្នកណាធ្វើឲ្យលោកអ្នកបងប្អូនឈឺចិត្តចាប់លោកអ្នកបងប្អូនពីបាននឹងអត់ទុកដល់គេបើមានអ្នកណាធ្វើអ្នកបងប្អូនខឹងលោកអ្នកបងប្អូនពិបាកនឹងអត់ទោសដល់គេណាក៏ប៉ុន្តែព្រះនៃយើងព្រះអង្គទ្រង់អត់ទោសដល់លោកអ្នកបងប្អូនហើយក៏ដូចជាសាច់រឿងដែលយើងកំពុងតែសិក្សារៀនសូត្រជាមួយនឹងគ្នាដែរផ្ទុយពីការខឹងសម្បាផ្ទុយពីការជេរថ្មេះតេះដៀលទៅកូនពៅដែលវាបំផ្លាញទ្រព្យសម្បត្តិតែកូននោះត្រឡប់មកវិញឪពុកឃើញពីចម្ងាយមានចិត្តអាណិតអាសូរដល់កូនក៏រត់ថែ
ឪពុកមិនបានបញ្ចេញសំឡេងមួយម៉ាត់ស្ដីបន្ទោសដល់កូនឡើយការដែលទៅអោបថែមកូននោះក៏បង្ហាញអំពីការដែលឪពុកបានអត់ទោសដល់កូនក៏ដូចគ្នាដែរមិនត្រឹមតែមិនស្ដីបន្ទោសឪពុកប្រាប់អ្នកបម្រើឲ្យទៅយកសម្លៀកបំពាក់ដ៏ល្អឲ្យទៅយកចិញ្ចៀនឲ្យទៅយកស្បែកជើងមកឲ្យកូនពាក់ផងហើយក៏ធ្វើពិធីជប់លៀងបញ្ជាក់បង្ហាញឲ្យឃើញថាទឹកចិត្តឪពុកគឺបានអត់ទោសដល់កូនមិនយកទោសទៅដល់កូនតែកូនប្រព្រឹត្តអំពើបាបចំពោះខ្លួនក៏ដូចគ្នាដែរអំពើបាបរបស់លោកអ្នកបងប្អូនហើយនឹងខ្ញុំក្រហមតែនៅកណ្ដាលវិញក៏ប៉ុន្តែព្រះនៅតែអត់ទោសឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំបើយើងហើយវិលត្រឡប់បើយើងហើយទទួលជឿព្រះម្ចាស់ព្រះយេស៊ូវប្រយោជន៍ដើម្បីឲ្យព្រះអង្គទ្រង់បានភ្ជាប់យើងមកឯព្រះវិញតើបងប្អូនទៅចាំដល់ណាទៀតសូមត្រឡប់មកវិញដូចជាកូនផ្លូវព្រះអង្គទ្រង់នឹងអត់ទោសដល់លោកអ្នកបងប្អូនហើយនឹងខ្ញុំព្រះគម្ពីរអេពីសូតជំពូក4ខ32ចូលមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមកព្រមទាំងមានចិត្តទន់សន្តោសហើយអត់ទោសគ្នាដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នាដោយព្រះទ័យចាស់លោកអ្នកបងប្អូនដែរសូមឲ្យយើងមានចិត្តអត់ទោសដល់អស់អ្នកដែលបានធ្វើខុសនឹងលោកអ្នកបងប្អូនលោកអ្នកបងប្អូនការដែលយើងអត់ទោសដល់អ្នកណាម្នាក់ណាគឺជាការមួយដែលលោកអ្នកបងប្អូនកំពុងតែដោះមនុស្សម្នាក់ដែលកំពុងតែជាប់គុកឲ្យរួចឲ្យបានចេញពីគុកហើយអ្នកដែលជាប់គុកនោះគឺលោកអ្នកបងប្អូននោះឯងហើយបើបងប្អូនមិនចេះអត់ទោសដល់អ្នកទេបងប្អូននៅតែក្តៅក្រហាយគឺលោកអ្នកបងប្អូននៅតែជាប់គុកដល់តែបើលោកអ្នកបងប្អូនចេះអត់ទោសដល់គេវិញមានន័យថាបងប្អូនមិនមានកំហឹងមិនមានសេចក្តីក្តៅក្រហាយក្នុងចិត្តទេបើបងប្អូនបានអត់ទោសដល់គេគឺមានន័យថាបងប្អូនបានដោះមនុស្សម្នាក់ដែលជាបងប្អូននឹងឯងដែលជាខ្លួនឯងនឹងឯងបាញ់ចេញពីគុកព្រះម្ចាស់នៃយើងព្រះអង្គទ្រង់បានអត់ទោសដល់យើងគ្រប់គ្នាដោយសារតែព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទដូច្នេះសូមលោកអ្នកបងប្អូនបានទទួលព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់ផ្ទាល់ខ្លួនប្រយោជន៍ដើម្បីឲ្យបានទទួលសេចក្តីអត់ទោសអំពីព្រះពីព្រោះអ្វីព្រះអង្គទ្រង់មិនរាប់អំពើបាបយើងឡើយពីព្រោះអីពីព្រោះព្រះអង្គបានអត់ទោសដល់យើងតាមរយៈព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលវគ្គទី4ទីវគ្គ1ដែលយើងគូពិចារណាឪពុកជាអ្នកគ្រីស្ទានឪពុកត្រូវមានអតិភិប priority របស់គាត់នៅក្នុងការថែរក្សាព្រលឹងរបស់កូននៅក្នុងជីវិតរបស់លោកអ្នកបងប្អូនហើយនឹងខ្ញុំដែលជាឪពុកដែលជាម្ដាយមុខងារដ៏សំខាន់មួយគឺយើងជួយថែរក្សាព្រលឹងកូនរបស់ផងយើងប្រយោជន៍ឲ្យគេធ្លាក់ទៅក្នុងអំពើបាបកុំឲ្យគេคลายទៅជាមនុស្សបាត់បង់នៅក្នុងព្រះគម្ពីរលូកាចំពោះ15ខ24ដែលបាត់កូនអញនេះបានស្លាប់ឥឡូវរស់ឡើងវិញ
ก็บัดตื้อហើយបានឃើញទុំអ្នកបងប្អូនពេលដែលកូនពៅត្រឡប់មកវិញឪពុកមានអំណរណាស់អសប្បាយណាស់រត់ទៅអោបកូនថើបកូនពីព្រោះប្រលឹងដែលជាកូនរបស់ផងគាត់នឹងបានបាត់ទៅហើយបានស្លាប់ទៅហើយតែត្រឡប់មករកឪពុកវិញឥឡូវនេះបានរស់ហើយបានរស់ហើយពេលដែលកូនបានត្រឡប់មកវិញពេលដែលប្រលឹងរបស់ផងកូននោះបានត្រឡប់មកវិញនៅជួបបានជួបជុំគ្នាគឺមានពិធីបរិភោគយ៉ាងអសប្បាយក៏ដូចគ្នាដែរលោកអ្នកបងប្អូននៅពេលដែលមនុស្សម្នាក់ដែលបានចេញអំពីអំពើបាបមកទទួលព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអ្នកនោះឯងត្រឡប់ទៅជាអ្នកគ្រីស្ទានត្រឡប់ទៅជាកូនព្រះមានពិធីជប់លៀងនៅឯនគរឋានសួគ៌ព្រះហើយនឹងទេវតានិងពុទ្ធបរិស័ទដែលកំពុងតែនៅនគរឋានសួគ៌ធ្វើពិធីជប់លៀងអសប្បាយដោយមនុស្សម្នាក់ដែលបាត់បង់បានត្រឡប់មកឯព្រះវិញអរគុណដល់ព្រះអង្គព្រះគម្ពីរម៉ាកុសជំពូក8ខ33ទៅខ37ដើម្បីមនុស្សណានឹងបានលោកីទាំងមូលតែបាត់ព្រលឹងទៅនោះតើមានប្រយោជន៍អ្វីដល់អ្នកនោះឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញលោកអ្នកបងប្អូនពិចារណាមើលព្រះបន្ទូលនេះទោះបីយើងមានទ្រព្យសម្បត្តិហូរហៀទោះបីយើងបានទទួលទ្រព្យសម្បត្តិដែលជារបស់លោកីទាំងអស់ទាំងអស់តែបើយើងឲ្យបាត់ព្រលឹងទៅនោះតើមានប្រយោជន៍អ្វីតើយើងយកអ្វីទៅដូរព្រលឹងបានតើយកទ្រព្យសម្បត្តិលោកីនេះទៅដូរយកព្រលឹងយើងបានទេអត់ទេលោកអ្នកបងប្អូនអត់ទេចឹងហើយបានជាឪពុកដែលកូនពៅយកទ្រព្យសម្បត្តិទៅបំផ្លាញតែពេលដែលកូនពៅដឹងខ្លួនហើយត្រឡប់មករកខ្លួនជាឪពុកវិញនោះឪពុកមានអំណរណាស់អសប្បាយទទួលកូនយករបស់ល្អឲ្យទៅកូនហើយធ្វើពិធីជប់លៀងទ្រព្យសម្បត្តិដែលកូនពៅបំផ្លាញនោះតើមានប្រយោជន៍អ្វីតើស្មើនឹងព្រលឹងរបស់កូនពៅដែលជាកូនរបស់ផងខ្លួនបានត្រឡប់មករកខ្លួនវិញដែរទេនេះឯងហើយនេះឯងហើយតែថ្ងៃនេះដែលជាថ្ងៃដែលយើងរំលឹកអំពីគុណរបស់ឪពុកសូមឲ្យយើងបាននឹកចាំឪពុកដែលជាអ្នកគ្រីស្ទានត្រូវតែមានចិត្តអត់ធ្មត់គឺជាលក្ខណៈសម្បត្តិរបស់ឪពុកជាអ្នកគ្រីស្ទានត្រូវតែមានចិត្តស្រឡាញ់លើពីព្រះទ្រង់ស្រឡាញ់ដល់យើងដែលជាសេចក្តីស្រឡាញ់អាកប្បឪពុកត្រូវតែមានចិត្តអត់ធ្មត់ឪពុកត្រូវតែទុកជីវិតរបស់ផងទុកអ្វីទុកកិច្ចការទាំងអស់តែយកកិច្ចការថែរក្សាព្រលឹងរបស់ផងកូនជាអាទិភាពជាចម្បងនៅក្នុងជីវិតរបស់ដើម្បីនឹងជួយកូនកុំឲ្យកូនធ្លាក់ទៅក្នុងអំពើបាបបើកូនធ្លាក់ទៅអំពើបាបណែនាំកូនឲ្យកូនបានត្រឡប់មកឲ្យព្រះវិញប្រយោជន៍ដើម្បីឲ្យព្រលឹងបាត់បង់របស់ផាន់គេបានត្រឡប់មកឲ្យព្រះវិញហើយក៏ត្រឡប់ទៅជាកូនព្រះដូចជាយើងជាឪពុកជាម្ដាយរបស់ផាន់គេដែរយើងអរគុណដល់ព្រះអង្គព្រះបិតាដែលគង់នៅឋានសួគ៌ដ៏ខ្ពស់អរគុណព្រះអង្គណានៅព្រះរាជបន្ទូលរបស់ព្រះអង្គដែលព្រះអង្គទ្រង់បានបង្ហាត់បង្រៀនដល់ទូលគុំយើងខ្ញុំឲ្យទូលគុំយើងខ្ញុំ
បានធ្វើជាឪពុកដ៏ល្អដើម្បីនិយោគំរូអំពីសាច់រឿងកូនពៅដែលខ្ជះខ្ជាយទ្រព្យសម្បត្តិរបស់ឪពុកនោះឲ្យទុំគុំយើងខ្ញុំបានយកការទាំងអស់នោះធ្វើជាគំរូត្បិតអីគាត់ជាឪពុកម្នាក់ដែលមានចិត្តអត់ធ្មត់ដែលស្រឡាញ់កូនអត់ទោសដល់កូនហើយគាត់បានទុកការថែរក្សាព្រលឹងរបស់កូនជាអាទិភាពចម្បងនៅក្នុងជីវិតរបស់ផងគាត់ព្រះអង្គចាយក៏សូមព្រះអង្គបានប្រទានពរដល់ទុំគុំយើងខ្ញុំទាំងអស់គ្នាឲ្យទុំគុំយើងខ្ញុំទាំងអស់គ្នាបានរស់នៅតាមអ្វីដែលជាសក្តីបង្គាប់បញ្ជាមកអំពីព្រះអង្គហើយសូមព្រះអង្គម្ចាស់បណ្ដាលឲ្យទុំគុំយើងខ្ញុំទាំងអស់គ្នាបានយកសក្តីអ្វីដែលខ្ញុំបានទទួលជាមេរៀនដែលទុំគុំយើងខ្ញុំបានរៀនជាមួយនឹងគ្នាថ្ងៃនេះមកអនុវត្តនៅក្នុងជីវិតរបស់ទុំគុំយើងខ្ញុំផងដែរអរគុណព្រះអង្គណាស់ទុំគុំសូមថ្វាយការដែលទុំគុំយើងខ្ញុំចែកចាយនិងស្ដាប់ព្រះរាជបន្ទូលរបស់ព្រះអង្គក្នុងព្រះនាមនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអេមែនអេមែនអរគុណព្រះអង្គបាទសូមព្រះអង្គជឿផង